5ការងារដែលល្អបំផុតសម្រាប់និស្សិតដែលមកសិក្សានៅក្នុងប្រទេសអូស្ត្រាលីចង់ស្វែងរកប្រាក់ចំណូលបណ្ដើរនិងរៀនសូត្របណ្ដើរការងារទី1គឺជាការងារនៅក្នុងភោជនីយដ្ឋានឬក៏កាហ្វេជាអ្នកលើកម្ហូបឲ្យគេក្តីអ្នករត់តុបុគ្គលិកចក្រានបាយជំនួយការចក្រានបាយឬក៏កូនកបិតឬក៏អ្នកលាងចានអីក៏ដោយគឺនៅក្នុងភោជនីយដ្ឋានឬក៏កាហ្វេហ្នឹងប្រាក់ខែប្រហែលពីចន្លោះ$25ទៅ$30នៅក្នុង1ម៉ោងហើយវាអាចលើសនឹងនៅក្នុងថ្ងៃឈប់សម្រាកថ្ងៃចុងសប្តាហ៍ឬក៏វេនយប់ជាដើមចំណុចល្អនៃការងារមួយនេះគឺវាមានភាពបត់បែនទៅតាមការវិភាគរបស់សាលាសិស្សនិស្សិតអាចធ្វើការពេលព្រឹកបានពេលព្រឹកក៏បានពេលល្ងាចក៏បានថ្ងៃសៅរ៍អាទិត្យក៏បានម្យ៉ាងវិញទៀតវាក៏បានបង្កើននៅជំនាញទំនាក់ទំនងសម្រាប់និស្សិតផងដែរហើយចំណុចដែលសំខាន់នោះគឺវាមានភាពងាយស្រួលនៅក្នុងការស្វែងរកការងារធ្វើការងារទី2គឺការងារជាអ្នកគិតលុយនៅក្នុង supermarket ឧទាហរណ៍ដូចជា Coles, Kmart, Woolworths ឬក៏តាមហាងលក់បន្លែផ្លែឈើហាងលក់សម្លៀកបំពាក់ជាដើមប្រាក់ខែអាចចន្លោះពី$25ទៅ$32ក្នុង1ម៉ោងហើយចំណុចដែលល្អពីការងារនេះគឺសិស្សឬក៏និស្សិតហ្នឹងគាត់អាចសន្សំបទពិសោធន៍ពាក់ព័ន្ធជាមួយផ្នែកទទួលសេវាអតិថិជនគេហៅថា customer service អ្នកដែលធ្វើការនៅក្នុង supermarket ឬក៏ store ឬក៏ shop ទាំងអស់ហ្នឹងគាត់តែងតែទទួលបានការបញ្ចុះតម្លៃហើយអ្វីដែលល្អលើសនឹងមួយទៀតហ្នឹងគាត់អាចបន្ថែមនៅជំនាញភាសាអង់គ្លេសគាត់អាចវឹកហាត់ភាសាអង់គ្លេសរបស់គាត់រាល់ថ្ងៃបានការងារទី3ពាក់ព័ន្ធជាមួយនឹងការងារខាងផ្នែកបម្រើសេវាកម្មម្ហូបអាហារដឹកជញ្ជូនសេវាកម្មម្ហូបអាហារឧទាហរណ៍ដូចជា Uber Eats, Menulog, DoorDash ឬក៏ Amazon Delivery អីជាដើមប្រាក់ខែប្រហែលជាចន្លោះ$25ទៅ$40នៅក្នុង1ម៉ោងអាស្រ័យទៅលើចម្ងាយនៅក្នុងការដឹកជញ្ជូនថ្ងៃចុងសប្តាហ៍និងថ្ងៃឈប់សម្រាកចំណុចល្អខ្លាំងនៃការងារមួយនេះគឺការងារនេះវាមានភាពបត់បែនខ្លាំងមែនទែនមានភាពបត់បែនខ្លាំងជាងការងារណាទាំងអស់នៅក្នុងចំណោមការងារទាំង5ហ្នឹងប៉ុន្តែត្រូវមានបានបើកបរប្រទេសអូស្ត្រាលី Australian Driving License ហើយនឹងត្រូវមាន ABN number គឺ Australian Business Number គឺលេខសម្គាល់ម្ចាស់អាជីវកម្មសម្រាប់ការបង់ពន្ធហើយនឹងត្រូវមានឡានម៉ូតូឬក៏កង់ទី4ការងារជាអ្នកសម្អាតប្រាក់ខែប្រហែលជាចន្លោះពី$28ទៅ$30នៅក្នុង1ម៉ោងចំណុចដែលល្អពីការងារនេះគឺការងារនេះមិនរើសបទពិសោធន៍ហើយជាការងារមួយដែលបញ្ចេញកម្លាំងពលកម្មដើរច្រើនបញ្ចេញចលនាច្រើនចឹងវាល្អសម្រាប់សុខភាពការងារទី5គឺជាការងារធ្វើការជាមួយនឹងកូនក្មេងនិងមនុស្សចាស់ Child Care ហើយនិង Aged Care ការងារមួយនេះអាចរកប្រាក់ចំណូលចន្លោះពី$30ទៅ$40ច្រើនជាងគេមកចំណោមការងារទាំងអស់តែក៏មានលក្ខខណ្ឌដែរអ្នកដែលចង់ចូលបម្រើការងារនៅក្នុងកន្លែងពីរហ្នឹងត្រូវមានសញ្ញាបត្រ Child Care ឬក៏សញ្ញាបត្រ Aged Care ប៉ុន្តែលើកលែងបើសិនជាកូនសិស្សដែលគាត់កំពុងរៀនខាងផ្នែក nursing គិលានុបដ្ឋាយិកាគាត់អាចចូលទៅធ្វើការបានដែលមិនបាច់ចាំមាន Aged Care Certificate ទេចំណុចល្អចំពោះការងារនេះគឺនិស្សិតដែលគាត់កំពុងតែរៀនខាងផ្នែក nursing គិលានុបដ្ឋាយិការៀនពេទ្យឬក៏រៀន Child Care រៀនខាងផ្នែក education ឬក៏ teaching ផ្នែកគ្រូបរិញ្ញាបត្រអីជាដើមគាត់បានសន្សំបទពិសោធន៍ចាប់ពីពេលដែលគាត់ចូលធ្វើការរហូតទៅដល់គាត់បញ្ចប់ការសិក្សាអញ្ចឹងវាជាបទពិសោធន៍ដែលល្អមួយសម្រាប់ឲ្យគាត់នឹងមានការងារល្អនៅថ្ងៃអនាគតហើយចុងក្រោយមួយទៀតនោះគឺការងារហ្នឹងគឺជាការងារដែលបែបលក្ខណៈជួយមនុស្សអញ្ចឹងយើងអាចធ្វើការផងសន្សំបទពិសោធន៍ផងបានប្រាក់ខែផងហើយយើងបានសន្សំកុសលផលបុណ្យជារៀងរាល់ថ្ងៃផងដែរអញ្ចឹងនេះគឺជាការងារទាំង5ដែលស័ក្តិសមបំផុតសម្រាប់និស្សិតដែលមកចង់ធ្វើការដើម្បីបង្កើននៅចំណូលបន្ថែមបណ្ដើរនិងសិក្សាបណ្ដើរនៅក្នុងប្រទេសអូស្ត្រាលីនេះអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងជួបបងប្អូននៅក្នុងវីដេអូក្រោយ